មិនអាចទេគ្រួសារនេះក្រុមហ៊ុននេះចប់ហើយHufo គឺជាក្រុមហ៊ុនយ៉ាក្នុងវិស័យយោធាគឺក្រុមហ៊ុន Hufo ជាកម្រិតថ្នាក់ជាតិតើអ្នកណាហ៊ានដណ្ដើមក្រុមហ៊ុនជាមួយពួកគេអនុប្រធានលើកនេះជួបរបស់ពិតហើយចុះយ៉ាងម៉េចកុំមកគំរាមខ្ញុំក្រុមហ៊ុនកម្រិត Hufo មានអ្នកជំនាញថ្នាក់ជាតិជាទីប្រឹក្សារបស់គេធ្វើម៉េចនឹងអាចមកចាប់អារម្មណ៍អ្នកដែលគ្មានឈ្មោះបោះសម្លេងគ្រាន់តែជាវិស្វករតូចតាចបង្កើតនោះអ្នកកុំស្មានថានៅក្នុងពិធីជប់លៀងគ្រាន់តែស្រែកពាក្យបំបីការផ្ដាច់មុខពី3ម៉ាត់អាចឡើងឋានសួគ៌បាននោះរឿងកំ pl ែងសុទ្ធលោកគូខ្ញុំធ្វើការឲ្យក្រុមហ៊ុនគូស៊ឺអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែអ្នកហាក់ដូចជាមិនដែលស្វែងយល់ពីបុគ្គលិករបស់អ្នកសោះហេតុអ្វីខ្ញុំត្រូវស្វែងយល់ពីអ្នកស៊ីឈ្នួលម្នាក់ខ្ញុំខ្វល់តែពីផលប្រយោជន៍ដែលអ្នកអាចបង្កើតបានប៉ុណ្ណោះកុំស្មានថាអានឈ្មោះក្រុមហ៊ុន Hufo ហើយអាចមកគំរាមខ្ញុំបាននោះមិនអាចទេក្រុមហ៊ុន Hufo មិនអាចប្រើរបស់ដែលអ្នកបង្កើតដាច់ខាតអ្នកពិតជាមិនឃើញក្តាររំឈូសមិនស្រក់ទឹកភ្នែកមែនលោកគោមែនទេខ្ញុំគឺជាប្រធានផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុន Hufo ឈ្មោះលីរួយថ្ងៃនេះខ្ញុំមកគឺតំណាងឲ្យក្រុមហ៊ុន Hufo របស់យើងដើម្បីថ្លែងអំណរគុណចំពោះអ្នកនាងស៊ូមួយនឹងធ្វើការបកស្រាយរឿងមួយចំនួនអំពីអ្នកពិតជាអំពីលីរួយមកពីក្រុមហ៊ុន Hufo មែនមួយអ្នកនាងស៊ូបានអភិវឌ្ឍដោយឯករាជ្យនៅរចនាសម្ព័ន្ធប្រព័ន្ធនិងក្បួនដោះស្រាយស្នូលភាពទំនើបនិងសុវត្ថិភាពរបស់វាបានឆ្លងកាត់ការវិដំឡៃពីកម្ពុជាអ្នកជំនាញរបស់ប្រទេសយើងយ៉ាងតឹងរ៉ឹងដោយសារតែការងារដល់ឆ្នាំរបស់គាត់នេះហើយទើបគម្រោងពាក់ព័ន្ធរបស់យើងអាចបន្តការអភិវឌ្ឍទៅមុខទៀតបានការចូលរួមចំណែករបស់អ្នកនាងស៊ូយីងគឺសំខាន់ណាស់និងមិនអាចជំនួសបានឡើយដូច្នេះរាល់កិច្ចការផ្លូវច្បាប់និងពាណិជ្ជកម្មបន្តផ្នែកច្បាប់និងនាយកដ្ឋានពាក់ព័ន្ធរបស់យើងនឹងតាមដានយ៉ាងពេញទំហឹងដើម្បីធានាថាផលប្រយោជន៍ស្របច្បាប់របស់អ្នកមិនត្រូវបានរំលោភបំពានឡើយលោកគោអ្នកចុកសង្ស័យពីបទឃុំឃាំងនិងបង្ខិតបង្ខំដោយខុសច្បាប់5នយោបាយអាក្រក់គ្រប់បែបយ៉ាងដើម្បីបង្ខំឲ្យចុះកិច្ចសន្យានេះមិនត្រឹមតែជាចំនួនសង្គមដ៏ធ្ងន់ធ្ងរប៉ុណ្ណោះទេថែមទាំងជាប់ពាក់ព័ន្ធនឹងបទល្មើសព្រំទណ្ឌទៀតផងអ្វីដែលរងចាំអ្នកគឺការដាក់ទោសយ៉ាងធ្ងន់ធ្ងរពីច្បាប់និយាយក្តេកក្តាភុស្តាំងឯណាភុស្តាំងដែលថាខ្ញុំបង្ខំគេនៅណាគេស្ម័គ្រចិត្តទាំងអស់ហ្នឹងនៅមុខគេនិយាយដាក់វីដេអូដោយខ្លួនឯងសុទ្ធតែជាភុស្តាំងដែលគេនិយាយដោយខ្លួនឯងទាំងអស់អ្នកយកសុវត្ថិភាពម្ដាយរបស់គេមកគំរាមឃុំខ្លួនគេនៅក្នុងក្រុមហ៊ុនវីដេអូនៃការគំរាមកំហែងតាមអំពើចិត្តគឺនៅទីនេះវីដេអូស្អីទៅកាមេរ៉ាខ្នាតតូចដែលអាចកាត់ផ្ដាច់សេវាបែបនេះបង្កើតវាមិនពិបាកទេអ្នកពិតជាថោកទាបណាស់ដូច្នេះទោះបីជាមធ្យោបាយរបស់ខ្ញុំខុសក៏ដោយប៉ុន្តែប៉ាតង់នេះគឺជាការពិតមែនទេបើអ្នកពិតជាបានប្រគល់ប៉ាតង់ឲ្យទៅ Hoffman ហេតុអីក៏គ្មានដំណឹងសោះអញ្ចឹងការផ្ទេរប៉ាតង់កម្រិតនេះយ៉ាងហោចណាស់ក៏ត្រូវមានការប្រកាសដែរលោកកាហាក់ដូចជានៅមិនទាន់យល់ពីស្ថានភាពច្បាស់នៅឡើយទេជាច្រើនឆ្នាំមុនស៊ូយីងបានផ្ដល់ឲ្យយើងនៅគោលការណ៍រចនាសម្ព័ន្ធស្នូលនិងការអនុញ្ញាតបច្ចេកទេសដោយឥតគិតថ្លៃនៃក្បួនដោះស្រាយស្នូលមួយចំនួនសម្រាប់គម្រោងការពារជាតិជាក់លាក់មួយនេះគឺជាកិច្ចសហប្រតិបត្តិការសម្ងាត់កម្រិតជាតិព័ត៌មានទាំងអស់ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឲ្យផ្សព្វផ្សាយជាសាធារណៈការប្រកាសដែលអ្នកនិយាយនោះតើអាចមានមកពីណាទៅហើយអ្នកមានសិទ្ធិស្អីដើម្បីដឹងរឿងទាំងអស់នេះកូនក្បត់លោកកាអង្គុយចុះសិនតើអ្នកបានធ្វើស្អីខ្លះហ្នឹងខ្ញុំឲ្យអ្នកមើលថែរក្សាមរតកគ្រួសារអ្នកមើលថែបែបហ្នឹងមែនទេធ្វើឲ្យគ្រួសារគេបាក់មុខនៅចំពោះមុខគ្រួសារយកអស់ហើយប៉ាមុនពេលខ្ញុំទៅបរទេសប៉ាបានផ្ដាំឲ្យផ្ដាំទៀតឲ្យចេះរក្សាមរតកឲ្យបានល្អចំណែកអ្នកវិញមិនត្រឹមតែធ្វើឲ្យក្រុមហ៊ុនចិត្តដួលរំទេថែមទាំងបង្កបញ្ហាធំទៀតមុខមាត់គ្រួសារគេត្រូវអ្នកបំផ្លាញអស់ហើយគឺរួយខ្ញុំច្បាស់ជាត្រូវអ្នកធ្វើឲ្យស្លាប់មិនខានបានហើយឥឡូវវាគេទៅមានប្រយោជន៍អីទៀតប៉ូលីសមកដល់ហើយគឺរួយអ្នកជាប់សង្ស័យពីបទឃុំខ្លួនដោយខុសច្បាប់ការបោកប្រាស់ក្នុងអាជីវកម្មការគំរាមកំហែងនិងបទល្មើសផ្សេងទៀតសូមទៅជាមួយពួកយើងដើម្បីសហការក្នុងការស៊ើបអង្កេតកូនធ្វើខ្លួនឲ្យល្អដើម្បីឆាប់បានចេញមកវិញស៊ូយងមិនហ៊ានធ្វើអីផ្ដាច់ផ្លូវទេរឿងនេះប៉ានឹងទូទាត់ជាមួយគេហាសុំមុខហើយស៊ូយងគ្រូដែលមានសិស្សដូចជាអ្នកខ្ញុំពិតជាមានអារម្មណ៍ល្អណាស់ផ្លូវទៅថ្ងៃមុខដើរឲ្យបានរឹងមាំនោះនឹងមានអនាគតល្អមិនខានលោកគ្រូស្រាអបអរលើកមុនលោកនៅជំពាក់ខ្ញុំពីកៅទៀតណាអ្នកនេះពិតជាអ្នកចូលចិត្តផឹកមែនរឿងស្រាជំពាក់សិនចុះលើកក្រោយចាំសងវិញលោកនាយកលីស៊ូស្ដីមិនបានជួបគ្នាយូរហើយអីយ៉ាលោកនាយកយីអ្នកមកចំពេលល្អណាស់ក្រុមហ៊ុនវិទ្យាសាស្ត្ររបស់ពួកយើងកំពុងត្រូវការប្រព័ន្ធវិទ្យាសាស្ត្រឆ្លាតវៃជាបន្ទាន់ខ្ញុំគិតថាអ្នក
ពិតជាមានសក្តានុពលណាស់ដូច្នេះសម្រាប់ថាលើកនេះនឹងសហការជាមួយពួកអ្នកហើយខ្ញុំនឹងចាត់អ្នកគ្រប់គ្រងគម្រោងឲ្យមកតាក់ទងអ្នកដោយផ្ទាល់អរគុណលោកនាយកលីយប់នេះញ៉ាំបាយជាមួយគ្នាទៅខ្ញុំនៅមានការរវល់ទុកលើក្រោយចុះអូយខ្ញុំខុសហើយរឿងទាំងនេះមកពីខ្ញុំលងវង្វេងមួយពេលទេគឺសុទ្ធតែស៊ូជីងនិងគូរួយជាអ្នកបង្ខំខ្ញុំទេឥឡូវនេះលោកប្រធានចាស់គូប្តឹងខ្ញុំពីបិទច្បោកអ្នកជួយខ្ញុំផងទៅពួកយើងចាប់ផ្ដើមសារថ្មីជាមួយគ្នាបានទេឥឡូវនេះលោកប្រធានចាស់គូប្តឹងខ្ញុំពីបិទច្បោកអ្នកជួយខ្ញុំផងទៅពួកយើងចាប់ផ្ដើមសារថ្មីជាមួយគ្នាបានទេជាងលីនជូចរិតពីកំណត់របស់អ្នកគឺបែបនឹងឯងគិតតែប្រយោជន៍ខ្លួនគ្មានសិលធម៌សោះហើយម្យ៉ាងទៀតរឿងរ៉ាវរវាងពួកយើងគឺបានបញ្ចប់ទាំងស្រុងហើយអ្នកកុំមករំខានខ្ញុំទៀតអីអាយ៉ាងអ្នកផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅលើកនេះខ្ញុំពិតជាដឹងខុសហើយខ្ញុំអាចបងលីនជូបងបែរជាមកអង្វរគេនៅទីនេះទៅវិញចុះបងធ្លាប់និយាយថាបងស្រឡាញ់ខ្ញុំជាងគេរហូតនោះអីដើម្បីខ្ញុំសំបីតែប៉ាតង់របស់គេក៏បងហ៊ានលួចដែរឥឡូវបងបែរជានិយាយថាបងខុសទៅវិញនាងនៅមានមុខមកនិយាយទៀតបើការនោះមិនមែនមកពីនាងយកលុយមកលួងលោមខ្ញុំទេខ្ញុំក៏មិនវង្វេងបែបនេះដែរជួយនាងធ្វើរឿងអស់នោះដែរទេគឺសុទ្ធតែមកពីនាងនឹងហើយលោកឯងនេះពិតជាមនុស្សពុតត្បិតមែនចុះនាងគិតថារឿងដែលនាងធ្វើទាំងនោះខ្ញុំមិនដឹងមែនទេនៅហ៊ានមកថាឲ្យខ្ញុំទៀតកុំទៅខ្វល់ចិត្តរឿងមនុស្សបែបនោះអីប៉ុងនៅបរទេសមានសុវត្ថិភាពណាស់កន្លែងស្នាក់នៅត្រូវបានរក្សាការសម្ងាត់មានគេជួយមើលថែហើយចាំរឿងក្តីក្តាមរបស់ក្រុមហ៊ុនគូបញ្ចប់សពគ្រប់សិនស្ថានភាពស្ងប់ស្ងាត់ហើយខ្ញុំនឹងចាត់ចែងឲ្យគេត្រឡប់មកវិញអរគុណនៅមានរឿងមួយទៀតដែលខ្ញុំបារម្ភមានរឿងអីលោកប្រធានចាស់គូរកស៊ីក្នុងវិស័យចំនួនរាប់សិបឆ្នាំមកហើយល្បិចកលនិងនយោបាយរបស់គាត់គឺជ្រៅមិនអាចស្មានដល់ឡើយពេលនេះស្រាប់តែត្រឡប់មកវិញខ្លាចតែប៉ុន្មានឆ្នាំមកនេះលោកប្រធានចាស់គូល្អចំពោះខ្ញុំណាស់គាត់គឺជាអ្នកជំនួញពីខាងក្រៅអាចមើលទៅដូចជាសិទ្ធិរឹតកាត់សាច់ឯងប៉ុន្តែពីក្រោយខ្នងគេនឹងមិនព្រមបញ្ឈប់ត្រឹមនឹងទេគេគឺជាអ្នកជំនួញនៅពីមុខគេអាចធ្វើជាសិទ្ធិរឹតតែនៅពីក្រោយខ្នងគឺមិនព្រមបញ្ឈប់ត្រឹមនឹងទេនឹងហើយយីងមិនក៏អ្នកមកទីនេះយីស៊ឺខ្ញុំមករកអ្នកនឹងណានាងជាអ្នកណាមិនក៏នាងមកនៅទីនេះនាងគឺជាប្រធានផ្នែកបច្ចេកទេសថ្មីរបស់យីស៊ឺឈ្មោះស៊ូយីងប្រធានផ្នែកបច្ចេកទេសយីស៊ឺអ្នកមិនដែលនាំស្រីផ្សេងមកផ្ទះទេសូម្បីតែខ្ញុំក៏មិនដែលបានមកដែរមិនក៏នាងអាចមកផ្ទះជាមួយអ្នកបានយីងអ្នកត្រឡប់ទៅវិញសិនទៅពួកយើងនៅមានការខ្ញុំមិនទៅទេតែកងឡានបាទអ្នកនាងឈិនអញ្ជើញត្រឡប់ទៅវិញចុះលោកប្រធានវាងនៅមានការត្រូវដោះស្រាយដឹងហើយចេញទៅអ្នកនាងឈិនខ្ញុំដឹងថាអ្នកចូលចិត្តវាងយីស៊ឺខ្លាំងណាស់ស៊ូយីងឥឡូវនេះច្បាស់ណាស់ថាកំពុងតែដណ្ដើមមនុស្សប្រុសជាមួយអ្នកបើសិនជាអ្នកចង់ឲ្យនាងបាត់មុខខ្ញុំអាចជួយអ្នកបានអ្នកជាអ្នកណាអ្នកចង់ធ្វើអីខ្ញុំចង់ធ្វើអីគឺអាស្រ័យលើអាកប្បកិរិយារបស់អ្នកនាងឈិននឹងឯងបើស៊ូយីងមិនបាត់មុខទេអ្នកនឹងមិនអាចទទួលបានវាងយីស៊ឺឡើយអ្នកចង់ធ្វើម៉េចកុំបារម្ភអីរឿងនេះខ្ញុំនឹងចាត់ការឲ្យបានល្អបំផុតស៊ូយីងក្មេងប្រិយមិនដឹងជាមកពីណាហ៊ានមកស្នាក់នៅទីនេះចង់មកដណ្ដើមយីស៊ឺពីខ្ញុំផងអេគិតថាគ្រាន់តែអាងជំនាញបច្ចេកទេសបន្តិចបន្តួចអាចប្រែក្លាយពីសត្វចាប់ទៅជាសត្វថងបានមែនទេហ៎ខ្ញុំនឹងធ្វើឲ្យនាងដឹងថាសង្គមខ្លះមិនមែនចេះតែអាចចូលបានងាយនោះទេមនុស្សប្រុសខ្លះក៏មិនមែននាងអាចមកប៉ះពាល់បានដែរចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើឲ្យនាងខ្ទាបចេញពីពិភពលោករបស់យីស៊ឺឲ្យបានលោកប្រធានចាំងមើលចុះនៅចាំរសជាតិនេះបានទេ
នឹងហើយ ភ្លក់មើលទៅ ឈ្ងុយណាស់ ឆ្ងាញ់ណាស់ ប្រកាសជាចាំហើយការនោះអ្នក សឹងតែដុតផ្ទះបាយខ្ញុំទៅហើយ ឆ្នាំនោះខ្ញុំបានសួរមិត្តរួមបន្ទប់របស់អ្នកគេថាអ្នកចូលចិត្តម្ហូបមួយមុខនេះបំផុត ខ្ញុំលួចរៀនធ្វើវាយូរហើយព្រោះចង់ធ្វើឲ្យអ្នកញ៉ាំ ស៊ូយ៉ានតាមពិតខ្ញុំបង្កើតក្រុមហ៊ុនយីស៊ឺ តាំងពីដើមដល់ចប់គឺសុទ្ធតែដើម្បីអ្នក ព្រោះខ្ញុំនៅចាំរសៀលការរៀនថ្នាក់ទី11នោះតើអ្នកចាំទេ នៅក្រោមដើមឈើចាស់ក្នុងសាលាខ្ញុំបានសួរអ្នកថាតើអ្នកចង់រៀនជំនាញអ្វី សិស្សស៊ូយ៉ាន តើអ្នកចង់ប្រឡងចូលជំនាញអ្វី ខ្ញុំចង់ប្រឡងចូលផ្នែកកុំព្យូទ័រនៅឈីងប៉ៃ ខ្ញុំក៏ដាក់ពាក្យដែរ ដោយសារតែសម្ដីមួយឃ្លារបស់អ្នកដំណើរជីវិតរបស់ខ្ញុំក៏ត្រូវបានកំណត់តាំងពីពេលនោះមក អ្នកមើលចុះ កែវទឹកនោះគឺជាកែវដែលអ្នកធ្លាប់ប្រើ CD នោះគឺជា CD ដែលអ្នកចូលចិត្តស្ដាប់បំផុតការរៀនវិទ្យាល័យ ពេលចេញពីសាលាអ្នកចូលចិត្តស្ដាប់វាបំផុត អ្នកធ្វើអីហ្នឹងធ្វើឲ្យខ្ញុំភ័យចង់ស្លាប់ហើយ ពីរោះទេ ពីរោះ ស៊ូយ៉ាន តាមពិតខ្ញុំចង់ប្រាប់អ្នករហូតមកថាខ្ញុំចូលចិត្តអ្នក ស៊ូយ៉ាន តាមពិតខ្ញុំចង់ប្រាប់អ្នករហូតមកថាខ្ញុំចូលចិត្តអ្នក ខ្ញុំ ខ្ញុំសុំគិតមើលសិន អ្នកញ៉ាំបាយថ្ងៃត្រង់ហើយនៅខ្ញុំបានទិញបាយមកឲ្យពួកអ្នក អូ តាមពិតអញ្ចឹងសោះតាមពិតគឺបែបនេះពីមុនខ្ញុំក៏នឹកមិនឃើញគ្នាយើងញ៉ាំអាហារសម្រន់សិនទៅគ្រូអរគុណលោកប្រធានបាំង